អូខេអ្នកទាំងអស់គ្នាឥឡូវនេះមកដល់ season ថ្មីនៅក្នុងខែថ្មីហើយយើងវាយកកូនជ្រូកយកលុយនៅក្នុង season ថ្មីខ្ញុំមិនទាន់ដឹងថាក្នុង season នេះវាមានអីចម្លែកអត់ទេចាំមើលប្រហែលយើងបាន skin អូខេយើងបានលុយដូចជា6លានអូ30លានបាទយើងបាន free 30លាន30លាននៅកាក់ធម្មតានិងកាក់នៅក្នុងវគ្គយប់គឺ10លានហើយជាមួយទឹកខ្មៅទឹកអីហ្នឹងយើងមើលថានៅ season ថ្មីអូ season ថ្មីអូនេះតែយើងគួរជីកឬអត់បាទចំពោះលុយ$5.49ខ្ញុំគិតថាខ្ញុំសុំមើលសិនភាគរយច្រើនគឺខ្ញុំអត់ទិញអីទៀតទេបងប្អូនក្នុង season នេះខ្ញុំហាក់បីដូចជាអត់ចង់ទិញអីចឹង Oh my god Wally Clan នេះ take me in CWL អូខេខ្ញុំសូមផ្ញើសារទៅកាន់ team សិន add me too ខ្ញុំចូលរួមដែរចឹងមានអ្នកគាត់ស្នើសុំចូលនៅប្រកួតនៅក្នុង league នេះមានន័យថា New Clan War League ជាការប្រកួតចឹងណាចឹងអាហ្នឹងគឺចាប់ផ្ដើមនៅថ្ងៃហ្នឹងហើយនៅក្នុងខែថ្មីហ្នឹងអានោះគឺជាមួយខែគេប្រកួតម្ដងហើយជាធម្មតាពួកខ្ញុំគឺ always នៅក្នុងការប្រកួតហ្នឹងតែម្ដងឥឡូវយើងចុចនេះមួយត្បូងមួយគេចប់ទៅយើង upgrade អីមួយទៀតបងប្អូនខ្ញុំកំតខ្ញុំចង់ឲ្យបងប្អូនមើលនេះសិន season នេះមានអីថ្មីអត់បាទតែនេះយើងយកនេះ free មួយសិនខ្ញុំចង់ថាក្នុង Gold Pass យើងមានអីតែគួរឲ្យចង់បានទេអត់ចឹងខ្ញុំបិទ music សិនកុំឲ្យវារំខានយើងមើលសិនដូចជាអត់មានអីទេបងប្អូនខ្ញុំហាក់បីដូចជាអត់ចង់ទិញទេដោយសារតែអូនេះកាដូនេះយើងអត់ទាន់បានកាដូណា special មួយទេអញ្ចឹងចាំមើលតិចទៀតនេះយើងចូលមើលក្នុង New Gold Pass របស់យើងនៅក្នុងខែថ្មីអូមាន2ហា Pekka King អានេះយើងមាននៅហ្នឹងបងប្អូនអានេះយើងមានទេតាskin king មួយនេះយើងមានហើយណាហ្នឹងហើយអានេះអត់ស្អាតយ៉ា Warden នៅក្នុង Warden skin ថ្មីអត់ស្អាតបងប្អូនពេលខ្ញុំដូចអត់ចង់ទិញទេចាប់ប៉ុន្តែខ្ញុំអត់ចង់ទិញ Gold Pass ប្រហែលទេ$6 $7ក្នុងមួយខែអញ្ចឹងដោយសារតែខ្ញុំអត់ចង់ទិញខ្ញុំចង់ទិញចែកបងប្អូនតែដល់ពេលគិតសពមកជាអត់មានមូលហេតុអីត្រូវទិញផងបាទដូចជាគ្មានអី special ទេនេះគឺជានេះគេ season គេវាមានប៉ុណ្្នឹងហើយយើងជ្រើសរើសអញ្ចឹងក្នុងរយៈពេលមួយខែចប់មួយខែហ្នឹងដល់ខែក្រោយមួយទៀតអញ្ចឹងណាហ្នឹងហើយអត់មានអី special អូខេទៅ upgrade មួយសិន up អីទេនេះខ្ញុំយើងព្យាយាម up អ្វីដែលយើងប្រើនេះ up នេះមួយចុះអូយើងស្ថិតនៅក្នុងអូ with the gold pass you could sell អូនេះចង់និយាយថាតើតើនឹងការទិញ gold pass ទីអីចឹងអញ្ចឹងយើងបានមួយបើក្រូមួយបាទទៅបងបាននេះអូអត់មាន special ផងអូខេអត់ប្រយោជន៍អានេះយើងមានអត់ចេះខ្វះនេះអត់មានចេះខ្វះបលេចអត់បានលុយឡើងពេជ្រអស់ហើយហើយសល់ប្រហែលទីទៀតវាយវ៉ាទៀតអូ start the clan rate រងចាំ ladder របស់យើងគាត់ start វ៉ាដូចជាអត់មានអី special អត់មានអី special ទេបាទចប់ហើយអត់មានអី special ទេអញ្ចឹងខ្ញុំបង្ហាញបងប្អូនបានប៉ុណ្្នឹងអ្វីដែលខ្ញុំចង់បាននៅក្នុង Clash of Clans គឺខ្ញុំចង់បាន the series stat មាន stat ចារូបសំណាក់អញ្ចឹងខ្ញុំព្យាយាមទិញបានច្រើនដើម្បីទុកជាអនុស្សាវរីយ៍បើតើតើនឹងរឿង upgrade អីផ្សេងយើងមិនត្រូវចាប់អារម្មណ៍ទៀតទេខ្ញុំអត់សូវមានអីចាប់អារម្មណ៍ទៅលើការ upgrade អីទៀតទេព្រោះ Clash of Clans គឺយើងវាយដើម្បីទៅប្រគ្រប់វ៉ាតែឥឡូវយើង up អីទៀតបងប្អូនលុយនៅក្នុងវគ្គយប់បើយើងមានតែ10លាន20លានចាយសឹងអត់អស់មែនទេយើង up នេះទៅដើម្បីយើងមានលុយហើយយើង up Xbox up 10ថ្ងៃអូនគឺយូរថ្ងៃមែនតើអញ្ចឹងយើងលេងមកពេលឲ្យយូរណាហ្នឹងហើយអូខេយកបានទេព្រោះយើងមានលុយមានអីមិនអីឲ្យដូរជាមួយនឹងលុយ450,000 gold ហ្នឹងទៅជា5ត្បូងវិញអញ្ចឹងបើយើងចង់ចុចអូខេយើងដូរទៅយើងទិញអានេះយើង special មកលើ stat ទៅលើការរៀបចំឲ្យស្អាតបើសិនជាសួរថាយើង upgrade clan ទៅមិនអញ្ចឹងមានអារម្មណ៍ថាវាអត់មានតែ up ហ្មងហ្នឹងហើយដោយសារតែអ្វីគ្រប់យ៉ាងគឺវា special ទៅលើការ design ការធ្វើមិនឲ្យមើលទៅស្អាតតែប៉ុណ្ណឹងក្រៅពីហ្នឹងវាអត់មានអីជា special សម្រាប់ខ្ញុំទៀតទេដោយសារតែយើងមកមើលឃើញ up ឡើងមិនអស់ណាអានេះមិនហើយអានេះមិនហើយឃើញលេងមាន up អានេះ up ទេ up អត់បានទេតើយើងឡើងថោតមក17អានេះក៏អស់
ចឹងយើងនៅតិចតួចហើយអត់សូវមានពេលលេងនិចមុនដោយសារតែយើងរវល់ច្រើន record ក៏ច្រើនអានេះក៏វាមិនអស់អានេះយើងអាប់ឡើង level 5ហ្នឹងអាប់ឡើង7 800ដង7 800ត្បូងហើយវាអត់មានអី special ដូចខ្ញុំនិយាយនេះបងប្អូនឃើញ skin របស់ King ខ្ញុំមានហ្នឹង skin ហ្នឹងខ្ញុំមានខ្ញុំចូលមើល skin King ហ្នឹងនេះឃើញបងប្អូន skin មិញឃើញអត់ឃើញ skin ហ្នឹងអត់ឃើញខ្ញុំមានហ្នឹងខ្ញុំមាន4 5អានេះក៏មានអានេះក៏មានតែយកនេះផាបាទនេះ skin របស់យើងក៏ skin ច្រើនដែរអានេះ1 2 3 4បងប្អូនចង់ទិញទេនេះទិញយើងបានដែរខ្លះគេលក់ត្បូងខ្លះគេលក់ជាលុយដុល្លារបងនេះឃើញបងប្អូនចង់ទិញ$5 $6ទិញទៅហ្នឹងហើយសិតគេលក់ទេយើងចូលមកទៀតយើងនេះយើងមាន skin មួយតាក់ទងនឹង Dragon Minion របស់យើង Dragon Minion នេះយើងមានតែ4ទេតែយើងមាន2ណាអញ្ចឹងយើងបាច់ទិញទេហើយ Warden របស់យើងនេះមិញ skin ដែល Warden នោះគឺ skin ខ្មោចឆៅអញ្ចឹងយើងមាន3 skin នៅក្នុងអញ្ចឹងក្រៅហ្នឹងយើងចង់ទិញទៀតយើងទិញទៀតប៉ុន្តែខ្ញុំគិតថាយើងទិញច្រើនពេកប្រើអត់អស់ហ្នឹងហើយទិញច្រើនពេកប្រើអត់អស់យើងមិនបាច់ទិញទេជាមួយនឹង Champion Royal Champion នេះក៏មាន2ដែរបាទនេះអញ្ចឹងវាអត់មានអី special ទេហើយសម្រាប់ Dragon Loop របស់យើងគឺមានតែមួយនឹងឯងអត់មានអីទៀតទេអូខេយើងមើលទៅអត់មានអីទិញបាទអញ្ចឹងត្រឡប់មកវិញជាមួយនឹងការ update យើងគាត់ចង់បង្ហាញបងប្អូនតាក់ទងនឹង season ថ្មីវាអត់មានអីទិញអត់មានអីត្រូវទិញសោះបងប្អូនហើយបាទអត់មានអី special សោះអញ្ចឹងអូអានេះមានជាងមកមួយទៀតណានេះជាង work for hire ធ្វើការសម្រាប់ការត្រូវការអញ្ចឹងយើងអត់មានតម្រូវការត្រូវការគាត់ទេព្រោះបច្ចុប្បន្នខ្ញុំដឹងប្រើមក app ស្អីហ្នឹងបាទអូអានេះយើងអត់មានទេតទិញ Gold Pass អូតទិញ Gold Pass បានរដងយើងមានដាក់ Gold Pass ទៅអានេះយើងដាក់ creator code ខ្ញុំដឹងមាន creator code អត់ទេខ្ញុំខ្ញុំអត់សូវបានចាក់អារម្មណ៍យើងមើលកន្លែងណា creator code ដាក់ creator code ចឹងដូចយើងប្រម៉ូទបានត្បូងបានអីចឹងខ្ញុំចូលមើលមាន promoter code អត់យើង share មកទៅអត់ដឹងថា promoter code នៅកន្លែងណាទេបាទអានេះវា clan capital របស់យើងគឺមិនទាំងអស់បាទអញ្ចឹងមានតែប៉ុណ្្នឹងបងប្អូនអរគុណអានេះគឺអ្នកមាន friend មួយយើងនៅក្នុង Facebook មួយអីចឹងណាអូខេអរគុណបងប្អូនចំពោះការទស្សនាហើយក្នុងវីដេអូនេះយើង show ថាតើមានអីប្លែកនៅក្នុង season ថ្មីបាទអរគុណចំពោះការទស្សនាយើងជួបគ្នានៅវីដេអូក្រោយបាទ